ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីពលមកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីប្រាសាទបុរាណខ្មែរបេតិកភណ្ឌមាសរបស់ស្ថានីយទូតអាស៊ីអាគ្នេយ៍ជារៀងរាល់សប្តាហ៍នៅក្នុងកម្មវិធីប្រាសាទបុរាណខ្មែរបេតិកភណ្ឌមាសគឺតែងតែធ្វើដំណើរទៅគ្រប់ទិសទីនៅក្នុងប្រជាជាតិកម្ពុជាដើម្បីដកស្រង់នៅប្រវត្តិចែកជូនដល់ទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូននិងមិត្តបញ្ជូវ័យដែលជាតំពាំងស្នងនិស័យចំនួនក្រោយឲ្យបានយល់ដឹងបន្ថែមទៀតអំពីចំណេះដឹងថ្មីនៅក្នុងសប្តាហ៍នេះហើយយើងចង់ដឹងថាតើចំពោះសប្តាហ៍នេះក្រុមការងាររបស់យើងនឹងធ្វើដំណើរទៅកាន់ប្រាសាទណាទៅបន្តិចទៀតនេះលោកអ្នកនឹងបានជ្រាបកាន់តែច្បាស់តែយើងឃើញថាចំពោះប្រាសាទបុរាណខ្មែរនៅគ្រប់ទិសទីមិនថាប្រាសាទតូចនិងប្រាសាទធំទេកម្មវិធីប្រាសាទបុរាណខ្មែរបេតិកភណ្ឌមាសគឺតែងតែដកស្រង់និងចងក្រងទុកនៅឯកសារទាំងអស់ដើម្បីទុកឲ្យកូនខ្មែរនិងកូនចៅចំនួនក្រោយបន្ថែមទៀតឲ្យបានស្វែងយល់និងយល់ដឹងបន្ថែមអំពីប្រាង្គប្រាសាទបុរាណខ្មែររបស់យើងចាអញ្ចឹងតាមរយៈកម្មវិធីរបស់យើងនឹងផ្ដល់ជូននៅប្រវត្តិនិងប្រាសាទដែលជាទីកន្លែងមួយដែលយើងគ្រប់សក្ការៈបូជាជានិច្ចបាទមិនត្រឹមតែប៉ុណ្ណឹងមិនត្រឹមតែបង្ហាញអំពីប្រាសាទប៉ុណ្ណោះទេថែមទាំងបង្ហាញអំពីអបិយជំនឿរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នៅជិតប្រាសាទនេះផងដែរបាទចាចង់ដឹងថាតើប្រវត្តិនៃប្រាសាទនៅក្នុងសប្តាហ៍នេះមានអាចកំបាំងអ្វីខ្លះដែលនាងខ្ញុំក៏ដូចជាបងសវណ្ណារាបានធ្វើដំណើរមកដល់ប្រាសាទក្រវ៉ាន់ហើយចង់ដឹងថាតើប្រាសាទក្រវ៉ាន់អស្ចារ្យយ៉ាងណានោះនេះស្រីសូមជើញទូទាំងជនទាំងអស់គ្នាទស្សនាដូចតតែសូមជើញនៅសប្តាហ៍នេះក្រុមការងារនៃកម្មវិធីប្រាសាទបុរាណខ្មែរបេតិកភណ្ឌនេះបានធ្វើដំណើរមកកាន់ប្រាសាទមួយទៀតដែលស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាបដដែលតែនោះគឺជាប្រាសាទអ្វីទៅប្រាសាទដែលខ្ញុំនឹងលើកយកមកជម្រាបជូននៅថ្ងៃនេះប្រាសាទនឹងមានឈ្មោះថាប្រាសាទក្រវ៉ាន់ប្រាសាទក្រវ៉ាន់នេះគឺជាប្រាសាទមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្នស្ថិតនៅក្នុងភូមិតូចបើយើងគេតំបន់គោគេច្រើនចែកកន្លងមកជារបៀបទេសចរភូមិតូចភូមិធំប៉ុន្តែប្រាសាទក្រវ៉ាន់ស្ថិតនៅក្នុងភូមិតូចសៀមរាបគឺពិតជារីកចម្រើនមែនតើនេះមិនមែនមកពីប្រាសាទរាប់រយរបស់ដូនតាយើងដែលបានបន្សល់ទុកទេឬអីបុព្វការីជនយើងបានលាចាកពីលោកនេះទៅក៏ដោយមែនតែស្នាដៃដែលមិនអាចកាត់ថ្លៃបានរបស់លោកនៅតែឈរយ៉ាងរឹងមាំនៅឡើយតើប្រាសាទក្រវ៉ាន់ធ្វើដំណើរទៅតាមផ្លូវណាទៅចន្លោះសានគោវត្តបាទតាមផ្លូវយើងធ្វើដំណើរចេញពីរួមខេត្តសៀមរាបទៅសំដៅទៅសានគោវត្តទៅដល់យើងមានផ្លូវបត់ស្ដាំអញ្ចឹងតាមផ្លូវនោះរហូតទៅសំដៅទៅប្រាសាទបន្ទាយក្តីបើនិយាយប្រាសាទធំបាទគេងាយស្រួលស្គាល់ជាងប្រាសាទបន្ទាយក្តីបើយើងគិតប៉ុន្តែមុននឹងដល់បន្ទាយក្តីនេះគឺថាយើងឃើញប្រាសាទឥដ្ឋហ្នឹងនៅខាងស្ដាំហើយប្រាសាទក្រវ៉ាន់ស្ដាំដៃនៅព្រមផ្លូវដៃចិត្តផ្លូវដែរបាទនៅពេលដែលបានមកដល់ទីកន្លែងភ្លាមដូចជាសពមួយដងក្រុមការងារបានបំពេញតួនាទីរបស់ខ្លួនដើម្បីរៀបចំស្វែងយល់ពីប្រាសាទមួយដ៏ល្អដែលស្ថិតមិននៅឆ្ងាយប៉ុន្មានពីក្រុងសៀមរាបឥឡូវយើងចូលទៅមើលប្រាសាទក្រវ៉ាន់ទាំងអស់គ្នាមើលនៅក្នុងសប្តាហ៍នេះលោកអ្នកទាំងអស់គ្នាគ្រាន់តែឃើញនៅប្រាសាទក្រវ៉ាន់ដែលនៅខាងក្រៅខ្នងយើងខ្ញុំទាំងអស់គ្នានោះគឺប្រកាសជាចាប់អារម្មណ៍មែនទែនចំពោះពុកបែររចនាក៏ដូចជាប្រាសាទរបស់យើងគឺមានដល់ទៅ5ឯណោះអញ្ចឹងចង់ដឹងអំពីប្រវត្តិថាតើប្រាសាទក្រវ៉ាន់មានប្រវត្តិក៏ដូចជាអាចកំបាំងអ្វីខ្លះនោះជួបជាមួយនឹងលោកពូដើម្បីបកស្រាយតែម្ដងចា៎ដូចជាសពមួយដងដែរនៅពេលដែលមកដល់ភ្លាមពួកយើងមិនបានឲ្យលោកពូនៅទំនេរនោះទេសំណួរជាបន្តបានកើតឡើងមិត្តទូរទស្សនិកជនជាទីរាប់អានតើប្រាសាទក្រវ៉ាន់កសាងឡើងនៅសម័យណាដែរប្រាសាទនេះជាប្រាសាទមួយកសាងឡើងនៅក្នុងសម័យអង្គរក្នុងរាជ
ក្នុងរាជរបស់ព្រះមហាក្សត្រមួយអង្គព្រះនាមហារសវរ្ម័នទី1ព្រះបាទហារសវរ្ម័នទី1នេះគឺជាព្រះមហាក្សត្រដែលសោយរាជក្នុងរយៈពេលខ្លីទេគឺព្រះអង្គឡើងសោយរាជក្នុងឆ្នាំ910បន្ទាប់ពីព្រះបិតារបស់ព្រះអង្គព្រះនាមយូសោលវរ្ម័នទី1 ពួកយើងបន្តសួរនាំលោកពូយ៉ាងលម្អិតព្រោះប្រាសាទក្រវ៉ាន់នេះពិតជាមានភាពតាក់ទាញយ៉ាងខ្លាំងមិត្តយុវវ័យទាំងឡាយជាទីមេត្រីពួកយើងគិតថាបើមិត្តបានមកទស្សនាប្រាសាទក្រវ៉ាន់នេះពិតជាមិនស្ដាយក្រោយឡើយបាទលោកពូខ្ញុំក៏មានចម្ងល់ចង់សួរលោកពូមុននឹងចូលទៅផ្ដិតយករូបភាពនៃប្រាសាទក្រវ៉ាន់ទាំងមូលចង់សួរលោកពូថាតើហេតុអីបានគេដាក់ឈ្មោះប្រាសាទនេះថាប្រាសាទក្រវ៉ាន់បាទតើរឿងឈ្មោះប្រាសាទនេះគឺថាភាគច្រើនវាកើតតាមជនចាស់វិទ្យាចារក៏រឿងនេះក៏ហៅតគ្នាមកណាបាទហើយឈ្មោះក្រវ៉ាន់នេះគេធៀបទៅនឹងប្រហែលជាដើមការមួយយ៉ាងនៃឈ្មោះក្រវ៉ាន់ហ្នឹងណាប្រិយមិត្តទូរទស្សនិកជនជាទីគោរពចេញពីមួយប្រាសាទទៅកាន់មួយប្រាសាទទៀតដែលធ្វើឲ្យអារម្មណ៍ពួកយើងពិតជាមានមោទនភាពណាស់ចំពោះការសិក្សាស្វែងយល់ពីប្រាសាទបុរាណខ្មែរមួយនេះតើព្រះបាទហារសវរ្ម័នទី1ទ្រង់បានកសាងប្រាសាទអ្វីដែលសំខាន់នៅក្នុងរាជ្យរបស់ព្រះអង្គប៉ុន្តែក្នុងរាជនេះគឺគេក៏សម្គាល់ឃើញមានប្រាសាទដែលសំខាន់គឺប្រាសាទក្រវ៉ាន់នេះឯងដែលកសាងក្នុងរាជព្រះអង្គក៏ប៉ុន្តែប្រាសាទក្រវ៉ាន់នេះមិនមែនជាប្រាសាទដែលកសាងដោយព្រះអង្គឯងផ្ទាល់ទេគឺកសាងដោយមន្ត្រីជាន់ខ្ពស់របស់ព្រះអង្គបាទដែលមានតំណែងខ្ពស់ជាន់ខ្ពស់របស់ព្រះអង្គមន្ត្រីនឹងមានព្រះនាមមានឈ្មោះថាមហិន្ទរាវរ្ម័នជាមន្ត្រីជាន់ខ្ពស់របស់ព្រះមហាក្សត្រ